ជំរាបសួរទស្សនិកជនជាទីគោរពសូមស្វាគមន៍មកកាន់កម្មវិធីផ្សាយព័ត៌មានថ្មីពីកោជបគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធដើម្បីធ្វើបច្ចុប្បន្នភាពនិងជូនព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតតាមឃុំសង្កាត់ឆ្នាំ2025ដែលបានដំណើរការអស់រយៈពេល8ថ្ងៃកន្លងមកនេះនៅថ្ងៃទី9ខែឧសភាឆ្នាំ2025គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធក្រោមអធិបតីភាពឯកឧត្តមហេស៊ីលេងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅទីស្តីការកោជបដោយលើកយកប្រធានបទសំខាន់ចំនួន3មកជម្រាបជូនរួមមានសភាពការទូទៅជំវិញដំណើរការនៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតតាមឃុំសង្កាត់លទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតនិងបញ្ហាប្រឈមក្នុងដំណើរការចុះឈ្មោះបោះឆ្នោតតាក់ទងសភាពការទូទៅឯកឧត្តមហេស៊ីលេងប្រធានដឹកនាំអង្គប្រជុំបានគូសបញ្ជាក់ថាក្នុងរយៈពេល8ថ្ងៃនៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតតាមឃុំសង្កាត់កន្លងមកនេះកោជបកត់សម្គាល់ឃើញថាមន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្តអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់អ្នកសារព័ត៌មានក៏ដូចជាភាគីពាក់ព័ន្ធនានាបានបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនក៏ដូចជាផ្ដល់ការសហការក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតយ៉ាងល្អប្រសើរឯកឧត្តមបានបន្តថាដំណើរការនៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតនៅទូទាំងប្រទេសបានប្រព្រឹត្តទៅក្នុងសភាពការសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈនិងបរិយាកាសល្អប្រសើរគ្មានអំពើហិង្សាគ្មានការបំផិតបំភ័យគ្មានការគំរាមកំហែងផ្សេងហើយគ្រប់ភាគីពាក់ព័ន្ធបានចូលរួមអនុវត្តវិធានការនានាក្នុងការបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងបានល្អស្របតាមការណែនាំរបស់រាជរដ្ឋាភិបាលដោយឡែកសម្រាប់លទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតតាមឃុំសង្កាត់ចាប់ពីថ្ងៃទី1ដល់ថ្ងៃទី8ខែឧសភាឆ្នាំ2025មានដូចខាងក្រោមប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីមានចំនួន49145នាក់អ្នកដែលបានផ្ទេរទីលំនៅចូលថ្មីក្នុងឃុំសង្កាត់មានចំនួន18606នាក់អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យជីវប្រវត្តិមានចំនួន237,990 នាក់អ្នកដែលបានមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រមានចំនួន434,675 នាក់អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានចំនួន48,739 នាក់នេះជាលទ្ធផលបណ្ដោះអាសន្នប៉ុណ្ណោះដែលតួលេខនេះនឹងត្រូវកើនឡើងបន្ថែមទៀតនៅពេលកោជបបូកបញ្ចូលតួលេខនៃការចុះឈ្មោះបោះឆ្នោតប្រចាំថ្ងៃរហូតដល់ថ្ងៃទី26ខែឧសភាដែលជាថ្ងៃចុងក្រោយពាក់ព័ន្ធនឹងបញ្ហាប្រឈមវិញឯកឧត្តមបានគូបញ្ជាក់ថាបើទោះបីមានបញ្ហាធាតុអាកាសដោយតំបន់ខ្លះមានភ្លៀងធ្លាក់ខ្លាំងដូចជាខេត្តមណ្ឌលគិរីខេត្តកោះកុងខេត្តបៃលិនខេត្តព្រះវិហារនិងខេត្តស្ទឹងត្រែងហើយភូមិសាស្ត្រមួយចំនួនក្នុងឃុំសង្កាត់ស្ថិតនៅឆ្ងាយដាច់ពីគ្នានិងមានភាពខ្វះខាតតិចតួចបានកើតឡើងក្នុងការអនុវត្តភារកិច្ចរបស់ក្រមចុះឈ្មោះបោះឆ្នោតប៉ុន្តែក៏មិនមែនជាឧបសគ្គធ្វើឲ្យរាំងស្ទះដល់ដំណើរការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតនោះឡើយព្រោះយើងមានគោលដៅច្បាស់លាស់គឺធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋដែលមានសិទ្ធិនិងមានលក្ខខណ្ឌគ្រប់គ្រាន់តាមច្បាប់កំណត់បានចុះឈ្មោះនិងមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំពោះតំបន់ដែលស្ថិតនៅឆ្ងាយនិងមានភូមិសាស្ត្រស្មុគស្មាញឲ្យតែមានប្រជាពលរដ្ឋគ្រប់អាយុនិងគ្រប់លក្ខខណ្ឌត្រូវចុះឈ្មោះបោះឆ្នោតគឺក្រុមចុះឈ្មោះបោះឆ្នោតបានព្យាយាមបង្ខិតទីតាំងការិយាល័យចុះឈ្មោះទៅដល់ក្បែរពួកគាត់តែម្ដងដើម្បីឲ្យពួកគាត់ងាយស្រួលក្នុងការមកចុះឈ្មោះសូមជម្រាបជូនថាភាគីពាក់ព័ន្ធដែលចូលរួមកិច្ចប្រជុំនៅថ្ងៃនេះមានតំណាងក្រុមប្រឹក្សាធម្មនុញ្ញអគ្គលេខាធិការដ្ឋានព្រឹទ្ធសភារដ្ឋសភាក្រសួងមហាផ្ទៃក្រសួងការពារជាតិក្រសួងសង្គមគិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាអគ្គស្នងការដ្ឋាននគរបាលជាតិកងរាជអាវុធហត្ថលើផ្ទៃប្រទេសតំណាងគណៈបកនយោបាយអង្គការមិនមែនរដ្ឋាភិបាលអ្នកសារព័ត៌មាននិងមន្ត្រីកោជបពាក់ព័ន្ធសរុបប្រមាណ80នាក់ចាត់ទស្សនិកជនជាទីគោរពកម្មវិធីផ្សាយព័ត៌មានថ្មីពីកោជបនៅពេលនេះបានឈានមកដល់ទីបញ្ចប់
នាងខ្ញុំនិងក្រុមការងារផ្សាយសូមអរគុណសូមជម្រាបលា